ឥឡូវនេះគឺខ្ញុំបានមកដល់សៀមរាបហើយបងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងចូលរួមថវិកាផ្ទាល់ខ្លួនចំនួន$50,000ជូនទៅដល់អ៊ំពូមីងបងប្អូនដែលគាត់ជួបការលំបាកភាសឹកណាហើយអ្វីដែលខ្ញុំចង់និយាយក៏ប៉ុន្តែខ្ញុំមកដល់សៀមរាបនេះគឺតាំងពីប្រហែលថ្ងៃមុនមកម៉េះដោយសារក្រុមខ្ញុំមកសៀមរាបនេះដូចបងប្អូនដឹងហើយអ្នកដែលតាមដានខ្ញុំដឹងហើយថាខ្ញុំមកគឺដើម្បីចែកកាដូ fan ទៅដល់ fan យ៉ាសកានឹងលុយក្នុងម្នាក់$60,000អញ្ចឹងខ្ញុំបានណាត់ fan ច្រើនមែនតើដើម្បីមកចែកលុយក្នុងម្នាក់$60,000ហ្នឹងឲ្យគាត់ហើយគម្រោងទី2របស់ខ្ញុំគឺខ្ញុំបានធ្វើជោគជ័យហើយគឺគោលបំណងខ្ញុំគឺខ្ញុំចង់មកកសាងសាលាធម៌និងជាបរិស្ថាននៅទឹកដីខេត្តសៀមរាបនេះនៅក្នុងវត្តមួយដែលគាត់ខ្វះខាតក្រសត់ចឹងណាហើយបើតាមខ្ញុំសួរតាមចៅអធិការវត្តប្រហែលជាអស់ខ្ទង់$30,000អីទេអញ្ចឹងគោលដៅរបស់ខ្ញុំគម្រោងដែលខ្ញុំមកនេះគឺខ្ញុំធ្វើបានជោគជ័យមកគម្រោងតែគម្រោង fan គឺខ្ញុំធ្វើអត់បានទេបងប្អូនដោយសារតែឥឡូវនេះខ្ញុំគិតថាប្រទេសយើងកំពុងតែមានបញ្ហាអញ្ចឹងខ្ញុំអត់មានអារម្មណ៍នៅក្នុងការផុសវីដេអូសប្បាយៗឬក៏សាច់លេងនៅក្នុងបណ្ដាញសង្គមទេអញ្ចឹងសូម cancel fan ចាំមើលឱកាសក្រោយបើសិនជាអាចគឺនឹងមកចែក fan តាមការសន្យាវិញណាហើយ fan ដែលមមីអាចបានឆាតទៅកុំប្រកែប្រកាន់ដោយសារតែឥឡូវនេះប្រទេសយើងកំពុងមានបញ្ហាអញ្ចឹងមមីគាត់ថាគួរតែយើងធ្វើអីដែលល្អសម្រាប់ប្រទេសជាតិអញ្ចឹងណាអញ្ចឹងឥឡូវនេះទឹកមកដល់ទឹកដីសៀមរាបនេះផ្ទាល់យើងគឺខ្ញុំកំពុងតែមើលស្ថានភាពដូចគ្នាបើសិនជាក្នុងករណីថាស្ថានភាពយើងល្អគឺខ្ញុំនឹងចោះចែកទឹកប្រាក់ជូនទៅដល់បងប្អូនអ៊ំពូមីងដែលគាត់ភាសឹកណាចោះទៅដល់ទីតាំងផ្ទាល់តែម្ដងប៉ុន្តែបើសិនជាស្ថានភាពអត់ល្អទេខ្ញុំប្រហែលជាត្រូវត្រឡប់ទៅបំពេញវិញបងប្អូនដោយសារយើងក៏គិតពីសុខភាពខ្លួនឯងដែរអញ្ចឹងណាអញ្ចឹងបើសិនជាឡើងទៅបំពេញវិញយើងក៏នៅតែបន្តចែកថវិកាក៏ដូចជាឬក៏ជាស្បៀងជូនទៅដល់អ៊ំពូមីងដែលគាត់ជួបទុក្ខលំបាកភាសឹកដូចគ្នាណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានមើលវីដេអូនេះក៏ដូចជា fan បានមើលហើយនឹងដឹងយល់អញ្ចឹងណាថាមូលហេតុអីបានមមីអត់បានបំពេញគម្រោងទី2ដែលចោះចែកកាដូចែកលុយទៅដល់ fan ហ្នឹងណាហើយឱកាសក្រោយពេលដែលប្រទេសយើងល្អឡើងមកវិញគឺខ្ញុំនឹងត្រឡប់មកខេត្តសៀមរាបវិញដើម្បីចែកជូនទៅដល់ fan